បាទសួស្តីអ្នកនរគ្នាម្ដងទៀតយើងមកជួបគ្នាទៀតហើយអញ្ចឹងយើងបន្តទៀតតទៅនឹងវីដេអូតទៅនឹងការធ្វើរបាយការណ៍លក់នៅបន្ថែមទៀតអញ្ចឹងរបាយការណ៍បងអូនអាចបង្កើតគ្រប់ទម្រង់អីទាំងអស់ដែលឥឡូវនេះគ្រូចាប់បដោតទៅលើការលក់ការចេញលេខបាត់ហើយការលេខបាត់ហ្នឹងយើងធ្វើរបាយការណ៍លក់តទៅនឹងការចេញលេខបាត់ហ្នឹងចឹងម៉ោងមុនយើងបានឃើញរួចទៅហើយតើតួរបាយការណ៍លក់ទៅហើយយើងបានចេញគេបាត់ដូចនេះយើងអាច search យើងអាចសតតាមទម្រង់នឹងបានអញ្ចឹងពេលខ្លះយើងឃើញរបាយការណ៍បែបហ្នឹងជាលក្ខណៈជាលម្អិតនៃគេបាត់មួយមានមុខទំនិញរៀងខ្លួនដូចយើងបានឃើញទាំងអស់នេះឃើញទេអញ្ចឹងពេលខ្លះយើងអ្នកមើលបើសិនបើមានបកេបាត់ថារាប់ច្រើន10 20មុខវាពិបាកបង្ហាញណាចឹងគេគួរបង្កើតជារបាយការណ៍សង្ខេបជាលទ្ធផលលក់រួមមួយសម្រាប់កិច្ចប័ត្រនីមួយហើយចាំបាច់យើងបង្កើតជារបាយការណ៍លម្អិតក៏បានដែរឥឡូវនេះយើងបកមកធ្វើការបើកបូកសរុបនៃការព័ត៌មានលម្អិតហ្នឹងទី1យើងមើលដូចជានេះយើងមើលលម្អិតវាមិនខ្ញុំឧទាហរណ៍ថាកិច្ចប័ត្រលេខ541សរុបគេទិញ2មុខឃើញទេហើយទំនិញ523 4មុខចាក់ស្ដែងយើងមើលចាក់ស្ដែងទៅណានេះកិច្ចប័ត្រដែលយើងឃើញគឺមាននេះវាអត់តាន់ដូរណាយើងខ្ញុំដូរកូដអត់តាន់ដូរអត់អីទេចាំយើងក្រោយជាង523មាន4មុខនេះតាន់524មុខអញ្ចឹងយើងចង់ឃើញទៅវាច្រើនពេកយើងចង់ឃើញសរុបជារួមចេះជាង523 4មុខយើងចុចលើ4មុខទៅវាអាចឃើញ4មុខចេះឃើញទេហើយយើងអាចចុចលើ print ទៅក៏បានដែរនឹងតកតងនឹងការបង្កើត report អញ្ចឹងកុំឲ្យខាត់ពេលអ្វីដែលគ្រូចង់បង្ហាញថ្ងៃនេះជាងម៉ោងនេះចង់ឲ្យបង្ហាញសរុបជារួមនៃវិក័យប័ត្រទាំងអស់ហ្នឹងដែលយើងមើលរូបភាពនេះជាក់ស្ដែងខ្ញុំចង់បានយើងឃើញ data ឃើញអញ្ចឹងហើយយើងសរុបតាមដំណាំដោយចេះអញ្ចឹងនៅក្នុងនេះយើងបានឃើញបូកសរុបទាំងអស់ data ទាំងអស់ទាញមកពី view ដែលយើងបានបង្កើតលើកមុនគឺ view total sale នោះវាឃើញអ្វីដែលយើងមិនចង់បានគឺយក product ទេដោយសារយើងកាលណាយើងទាញយក product ច្រើនពេកវាធ្វើឲ្យវាឃើញ detail កាន់តែច្រើនអញ្ចឹងយើងសរុបជារួមលុប product ចេញដើម្បីឲ្យឃើញតែប៉ុណ្្នេះទេដើម្បីរាប់តែចំនួនទេណារាប់ចំនួនទេប៉ុន្តែអ្វីដែលយើងបញ្ហាគឺបញ្ហាត្រង់ invoice status គឺយើងវាស្ថិតនៅក្នុង table invoice ដែរប៉ុន្តែនៅក្នុង view មួយនេះយើងមិនបានទាញយក invoice status នឹងមកវាមាន process មាន pending មាន complete ជាងយើងអត់បានទាញយកមកអញ្ចឹងយើងទៅបកនៅក្នុង view យើងវិញតើយើងវាមិនអញ្ចឹងគ្រូសូមបើក view នៅក្នុងកម្មវិធី Oracle ណាតោះនេះបើកហើយលោកគ្រូឃើញជាក់ស្ដែងអ្នកនរគ្នាបានឃើញ view យើងអ្នកនរគ្នាអាចសរសេរ select ផ្កាយ from view ជាង view អ្នកនរគ្នាឃើញនេះហើយនេះ view នេះបងអូនអាចទាញយក view យើងឃើញនេះ view យើងណាទាញយកទៅអូនយកទៅ object បានហើយអូខេអញ្ចឹងយើង view មើលឃើញជាក់ស្ដែងគឺឃើញ16 row ដូចយើងឃើញនេះអញ្ចឹងតែអ្វីដែលយើងកត់សម្គាល់យើងអត់ឃើញពាក្យ invoice status ធិតពិតទៅ invoice status មាននៅក្នុងនេះបាទនេះមាននៅក្នុង table យើងដែលយើងទាញមកយើងអត់គ្រប់នេះទាញមកនេះយើងអត់បានទាញយក invoice status មួយដាក់ឲ្យនេះ invoice status នេះ invoice status អូនតើនេះខ្វះខាត view អីបងអូនអាចទៅ view ហ្នឹងដោយទាញយកcolumn name នៅក្នុង table នីមួយមកអញ្ចឹង invoice underscore status អញ្ចឹងអ្នកនរអាចសរសេរហ្មងទៅសំទោសច្រឡំបោកម្ដងទៀតនេះអញ្ចឹងអ្នកនរគ្នាអាចចូល view យើងបងអូនយក edit វាមកនេះ view វានេះយើងស្រាកកើតទេយើងយក edit វាបងអូនថែមស្ថិតនៅក្នុង invoice គឺអក្សរ IV អញ្ចឹងយើងថែមពាក្យមួយគឺវា IV dot
dot invoice underscore status បាទអញ្ចឹងណាហើយកន្លែងហ្នឹងយើងដាក់ group by ផងកុំភ្លេចយក group by ប៉ុន្តែតង់ group by សំទោសកន្លែងហ្នឹងយើងអានេះក៏ sort ដែរណា sort ទេអញ្ចឹងយើង sort ទៅហើយយើងអូខេទៅសូមចាំបន្តិចវា error អីគេអញ្ចេះវារas selling invoice status ID table client ជាមួយនឹង invoice IV invoice status សុំទៅមើល table បន្តិចសុំ cancel សិនអូសុំទោសខ្ញុំដាក់ invoice return នេះខ្ញុំច្រឡំបាទច្រឡំ view នេះអញ្ចឹងយើងដាក់total sale យើងនេះយើងយក invoice នេះ IV invoice balance យើងថែមមួយទៀតគឺ IV dot invoice underscore status បាទទាំងបានហើយនេះគេបើយើងអូខេបាទអញ្ចឹងបញ្ជាក់ថាយើងបានបង្កើតរួចទៅហើយយើងសរសេរកូដមើលសាកផ្សេងដងទៀតយើង clear សិននេះយើងបានបង្កើត column មួយឈ្មោះថា invoice status គ្នាមួយ column មួយនេះអូនយល់អូខេអញ្ចឹងដូចអត់មានអីរាំងស្ទះទេយើងចង់បានយកតែតម្លៃដូចនៅក្នុងរូបភាពនេះបងអូនចូលមកនេះយើងយកមកទាញយកឲ្យយើងអត់យកតែ product ទេប៉ុន្តែយើងជំនួសដោយជំនួសដែលយើងទាញយក amount យកតែម្ដងយើងអត់ចាំបាច់គុណបូកដកទៀតទេដោយសារនៅក្នុង view យើងនេះគុណយកទឹកប្រាក់សរុបដូចនេះណា total line យើងសរុបជារួមហើយ discount គឺ discount ហើយ balance ធម្មតាអូខេហើយបានយើង group by តាមវាអញ្ចឹងយើងមកបងអូនបង្កើត create ណាបងអូនយក create បងអូនដឹងណាអញ្ចឹងយើងនេះយើងយក create or replace ទៅសេយូចាំមកអូន replace view ឈ្មោះថាយើងអាចថាយើងប្រើពាក្យអូន total យើងថា total amount ណាអូនណាយ៉ាងម៉េច total amount by បូកដោយ invoice invoice number as បាទអញ្ចឹងបងអូនទៅសេមក select from យើងដាក់អីគេ total នេះ view យើងឈ្មោះ total sale នេះបងអូនយក total sale detail ណាហើយយើងទាញយកអីខ្លះមកអូនឡើយនេះបងអូនទាញយក invoice អាចថា invoice នេះអូនទាញយកធ្វើមកឲ្យបានឃើញសរុបដូចគ្នានេះអូនមើលទាញយក invoice number invoice date seller គឺបុគ្គលិកណាយើងទាញយកបុគ្គលិកអញ្ចឹង seller គឺបុគ្គលិកអញ្ចឹងយើងបាននេះយើងទាញយកមិន view យើងមាននេះណានេះអំប្រយអញ្ចឹងយើងទាញយកinvoice no invoice underscore date បៀអីទៀត employee name as seller បងអូនគាត់ជា seller បាទ as seller បុគ្គលិកគាត់ជា seller ហើយយើងទីគេអូនតើមកទៀតយើងដាក់ទីយក client name
បាច់យក ID យកចូលទេអូនណាបាច់យក ID ចូលមើលនៅក្នុង output យក ID មកអត់អឺយក ID ដែរគឺយើងយក client name នេះ client table ទៅមើលទៅ client យើង table គេអូនយកវាជា client underscore no បាទ client underscore no វា client name ហើយមានទៀតយើងចង់បង្ហាញទៀតអូនបង្ហាញឲ្យខ្ញុំណានេះយើងរាប់ចំនួនឥឡូវយើងទាញយកសិនទាញ amount សិនទាញ amount discount 100ហើយយើងយក balance អញ្ចឹងយើងយក amount យើងគឺយើងនិយាយ total line ព្រោះ font យើងគឺ font view យើងគឺ total line នេះ total line អញ្ចឹងយើងដាក់ថា total line បើយើងកុំឲ្យវាទេយើងឲ្យឈ្មោះវាមក as total សាកល្បងប៉ុណ្្នឹងសិនអូននេះ create បាត់គេឥឡូវយើង create ហើយប៉ុន្តែយើងចង់បានអីទៀតវាអត់ទាន់ឃើញរាប់ចំនួនទេណាយក amount discount និង balance បើយើងសិនdiscount យើងដាក់ក្នុង table យើងដូចជាយើងចង់មើលទៅ select មើលសិនselect sky from គូចង់មើលសិនអូនតែនេះគូអត់ចាំដែរនេះបងអូនចាប់បើចង់ច្បាស់អូនមើលតែនេះអូនមើលមកនេះអញ្ចឹងកន្លែងនេះអញ្ចឹង total ហើយ total line ហើយdiscount យើងដាក់ discount ហើយ balance សេខូតាមមើល create ទៀតអញ្ចឹងយើងក្រាមដងដល់ប៉ុន្តែអ្វីដែលយើងបើយើងទាញមើល view យើងនេះទាញបានហើយ view កាយ from view យើងហើយយើង refresh នេះទៅឃើញមកហើយ view យើងហ្នឹងនេះបែរ void អញ្ចឹងយើងដាក់ from បងអូនទាញមកយកលើអូខេសាក់ទីមួយយូរមួយសិនតេស្តសាក់មកលបងទៅឃើញអត់អូននេះឃើញទេអញ្ចឹងវាមកប៉ុន្តែអត់ទាន់បូកសរុបទេណាខ្ញុំអត់ទាន់បូកសរុបយើងទេអញ្ចឹងវាមកទាំងអស់ហើយប៉ុន្តែយើងចង់បូកសរុបទឹកប្រាក់វាអញ្ចឹងបងអូនត្រូវយើងត្រូវ total នេះបងអូនត្រូវធ្វើម៉េចយើងត្រូវចេញ account ចឹងហើយសាំហើយយើងកន្លែងនេះយើងថា total នេះបងអូនប្រើពាក្យសាំមកសាំនៃ total ហ្នឹងនេះឃើញសាំហ្នឹងហើយ balance នេះបងអូនអាចយើងអាច group by តាមហ្នឹងមកណា group by នៃអានឹងទៀតយើងដាក់ថាអានេះយើងយើងអាចនិយាយថាយើង group by តាម invoice date សំទោសយើងបាន total ហើយយើងគួរខាងទៀតយើងបង្ហាញសិនយើង total អានេះចូលរួមគ្នាហើយ total មួយទៀតនេះអូខេអញ្ចឹងណាអញ្ចឹងយើង total មួយទៀត total ហើយយើងអាចសាំនៃ balance បាទ data balance ហើយ as balance ដែរប៉ុន្តែបន្ទាប់ពីយើងត្រូវសាំបងអូនត្រូវយកអីគេអូនត្រូវ group by អញ្ចឹងអានេះយើងលុបចោលសិនចុះយើងត្រូវ group by
នៃនៃ invoice ប្អូនទាញយកមកប្រមាណទៅ group by ប៉ុណ្ណឹងអញ្ចឹងអ្វីដែលយើងមិនប្រើ group by function អញ្ចឹង group by ប៉ុណ្នេះហើយយើងយកផ្លេចគិតខ្លះណូទៀតខ្លះណែនេះហេមានន័យថាបន្ទាប់ពីយើងប្រើ group by ហើយទៀតនេះមួយទៀត group by នៃ discount ទៀតបាទសាល់បង create ទៀតអូខេអញ្ចឹងនេះ view យើងបង្កើតតែយើងអត់បានជួយគេអូនអត់បានយក asset ទៅដែរទេណានេះយើងបង្កើតនេះបង្កើតមិញចេះវាចេញមកបូកសរុបនេះគេបាត់ចូលនេះឃើញប៉ុន្តែយើងអត់ទាន់យក invoice status ដើម្បីយើងចង់ឲ្យឃើញ invoice status ទៀតដូចនៅក្នុងនេះដូចក្នុងនេះបាទដូចក្នុងនេះ invoice status នេះអញ្ចឹងយើងទៅទាញយកគេមកយើងយកថែមមួយទៀតគឺ balance ហើយយើងដាក់invoice underscore status បាទហើយ group by complete យើងកុំនេះពេកយើង enter ចំកមកយើង group by invoice underscore status ប៉ុន្តែអ្វីដែលយើងក៏សម្គាល់យើងនៅខ្វះamountមួយទៀតឡើយនេះ count នេះ count នេះនៃ item នេះចង់រាប់ឃើញ item នេះយល់ទេគាត់ទិញប៉ុន្មានមុខសរុបជារួមគេប៉ុន្មានមុខអញ្ចឹងយើងទិញមកយើងប្រើ count ឡើងនេះបងអូនយកកន្លែងមិញបង្ហាញខាងមុខណាអូនបង្ហាញខាងមុខខាងក្រោយclient name អញ្ចឹង client name បងអូនដាក់ count ផ្កាយ as as យើងដាក់ថា យើងជា string អូនជាដក clear item no ហើយយើង enter ចូលមកមក comma យើង enter មកអញ្ចឹងយើងអាច type សួរមើលចេះក៏បានអូនហ្នឹងហើយដូចជាអស់អូន clear ម្ដងទៀតអូខេបង្កើតបានអញ្ចឹងយើងសាកល្បងទាញមើល view យើងមើលលុបចោលនេះ view យើងមានហើយយើង select ផ្កាយ from view យើងបងយក run ទៅនេះឃើញមកនេះ set ទៅមក complete បានអញ្ចឹងណាអញ្ចឹងសម្រាប់កិច្ចការងារទាំងអស់នេះដូចជាអស់ហើយមាន invoice number invoice date បាទ seller client no client name ទៅហើយ item no total ហើយយើង discount មកលុយបានប៉ុណ្នេះអូខេអញ្ចឹងតកតូននឹងការបង្កើត form ចាំវីដេអូខាងក្រោមទៀតឥឡូវនេះលោកគ្រូនឹងបញ្ចប់វគ្គធ្វើបង្កើត view សិនអញ្ចឹងអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះអញ្ចឹងអ្នកនរនេះកុំភ្លេច subscribe ផងបាទអរគុណ